បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបានឃើញព័ត៌មានជាច្រើននៅក្នុងប្រទេសថៃគឺប្រជាជនថៃមួយចំនួនគឺបានយករូបសម្ដេចរបស់យើងគឺទៅដាក់តាំងនៅក្នុងលបែងប្រជាប្រិយមួយចំនួនដូចជាគប់ពេញប៉ោងបាញ់កំភ្លើងនិងផ្សេងទៀតបងប្អូននេះឬជាជនជាតិស៊ីវិល័យមានគុណធម៌សិលធម៌និងអរិយធម៌ខ្ពស់នោះហើយក៏បានឃើញថាសម្ដេចតេជោហ៊ុនសែនរបស់យើងគឺសម្ដេចបានឆ្លើយតបទៅប្រជាជនថៃវិញដោយបានសរសេរនៅក្នុងបណ្ដាញសង្គម Facebook របស់សម្ដេចថានេះឬជាទង្វើរបស់ជនជាតិស៊ីវិល័យមានគុណធម៌សិលធម៌និងអរិយធម៌ខ្ពស់សម្ដេចតេជោហ៊ុនសែនរបស់យើងក៏បានផ្ដែផ្ដាំទៅជនរួមជាតិរបស់យើងថាសូមជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វទៅទៀតមិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ឬក៏ AI សុទ្ធក៏ដោយតែបង្ហាញនៅអំពើអាក្រក់ទាំងអស់មិនថាជនជាតិណាទេឬក្រុមណានោះទេកន្លងមកនេះបងប្អូនយើងមួយចំនួនបានសុំឲ្យខ្ញុំដើម្បីធ្វើការតបតាមរយៈយករូបថតឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃយកមកដាក់ហើយបាញ់យករង្វាន់ដោយជាជនជាតិថៃមួយចំនួនបាននឹងកំពុងធ្វើសម្ដេចតេជោហ៊ុនសែនរបស់យើងបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមកុំប្រឡងយកខុសជាមួយគេធ្វើໄວព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជាងសត្វទៅទៀតសម្ដេចតេជោបានបញ្យល់បន្ថែមថាពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបត់ឈប់បាញ់កំពុងស្ថិតនៅក្នុងភាពភ័យស្រួយឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនយើងមួយចំនួនតបតាមរបៀបបង្កអរិយភាពរបស់គេសម្ដីរបស់សម្ដេចតេជោហ៊ុនសែនរបស់យើងខ្ញុំសូមអំពាវនាវជនរួមជាតិយើងសូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃឬរូបថតមេដឹកនាំថៃណាមួយយកមកធ្វើមិនកំបីឲ្យសោះព្រោះថាជនជាតិយើងគឺជាជនជាតិថ្លៃថ្នូរតជំនន់ទោះបីជាប្រទេសយើងតូចប្រជាជនយើងមានចំនួនតិចសេដ្ឋកិច្ចយើងនៅទន់ខ្សោយប៉ុន្តែយើងសូមកុំខ្សោយខាងសិលធម៌យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរដ៏មានសិលធម៌ខ្ពស់ជានិច្ចតកូនតចៅរហូតគ្រប់ជំនាន់នេះជាសម្ដីរបស់សម្ដេចតេជោហ៊ុនសែនរបស់យើងសម្ដេចក៏មានប្រសាសន៍បន្ថែមទៀតថាប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់ទៅបានហើយនឹងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយប័ណ្ណវត្ថុរបស់ជាតិយើងសូមបងប្អូនកុំធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំនៅតែជឿជាក់ថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជាយើងនោះទេមនុស្សមួយចំនួននៅថៃរាប់ទាំងអ្នកដឹកនាំថៃខ្លះផងកំពុងវាតម្លៃខុសពីសេដ្ឋកិច្ចរបស់កម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់សម្ដេចតេជោហ៊ុនសែនរបស់យើងគាត់ក៏បានបញ្ជាក់ថាខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀតដែលវាក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង $5,000 លានទៅទិញទំនិញថៃនោះទេហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតផលក្នុងស្រុកមានទីផ្សារដែលមានឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជាទៀតផងសម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថាយើងមិនដែលបានទៅសុំទិញទំនិញថៃយកមកលក់នៅក្នុងទីផ្សារយើងទេគឺយកលុយទៅទិញសូមអ្នកដឹកនាំថៃកុំយល់ច្រឡំនិងប្រមាថកម្ពុជាតទៅទៀតយើងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃដើម្បីធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាសូមកុំខឹងនឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេបាទបងប្អូននេះគឺជាប្រសាសន៍របស់សម្ដេចតេជោរបស់យើងគឺពិតជាមានន័យណាស់បងប្អូនចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនជាពិសេសបងប្អូននៅជិតព្រំដែនថៃសូមប្រញាប់ប្តូរប្រាក់បាតថៃជាមួយប្រាក់រៀលឬដុល្លារព្រោះពេលខាងមុខបងប្អូននឹងរងការខាតបង់ធ្ងន់ធ្ងរនិងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនីអ៊ីនធឺណិតនិងប្រេងឥន្ធនៈកាលពីពេលមុនឈប់ប្រើប្រាស់ប្រាក់បាតមកប្រើប្រាក់រៀលគឺជួយពង្រឹងនៅរូបិយប័ណ្ណរបស់ជាតិយើងបាទបងប្អូនជាចុងបញ្ចប់ខ្ញុំសូមបើកវងក្រចកនិយាយបន្តិចបងប្អូននៅក្នុងពិភពលោកយើងសពថ្ងៃនេះសង្គមយើងកំពុងរីកចម្រើនយ៉ាងលឿនប៉ុន្តែភាពរីកចម្រើននោះមិនមានតម្លៃឡើយប្រសិនបើយើងបាត់បង់អត្តចរិតសិលធម៌និងការគោរពគ្នាទៅវិញទៅមកសង្គមដែលគ្មានការគោរពគ្នាគឺសង្គមដែលងាយនឹងបាត់បង់សន្តិភាពបាទបងប្អូនដោយដែលសម្ដេចតេជោហ៊ុនសែនរបស់យើងគឺសម្ដេចបានលើកឡើងចឹងបងប្អូនថាបើសិនជាឃើញគេធ្វើរឿងថោកទាបដាក់យើងហើយយើងទៅធ្វើរឿងថោកទាបដាក់គេវិញគឺមិនខុសនឹងគេប្រមាណនោះទេបងប្អូនរឿងដែលយើងត្រូវធ្វើគឺបន្តរក្សាភាពថ្លៃថ្នូររបស់យើងរបស់ជាតិសាសន៍យើងពីមួយជំនាន់ទៅមួយជំនាន់ហើយដោយសម្ដេចតេជោរបស់យើងគាត់បានបញ្ជាក់ឲ្យថាបងប្អូនដែលរស់នៅតាមព្រំដែនដូចជាបាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារអីជាដើមបងប្អូនដែលមានលុយបាតដែលនៅប្រើលុយបាតសូមបងប្អូនប្រញាប់យកទៅដូរជាបន្ទាន់បងប្អូនព្រោះដោយសម្ដេចរបស់យើងគាត់បានបញ្ជាក់ឲ្យថាស្ថានភាពបច្ចុប្បន្នគឺអាចប្រែប្រួលគឺមានភាពផុយស្រួយមែនទែនបងប្អូនព្រោះថាលុយបាតគឺថៃចង់ក្រឡុកពេលណាក៏បានដែរបងប្អូនដូចជារឿងអគ្គិសនីអ៊ីនធឺណិតអីជាដើមនេះជាសម្ដីរបស់សម្ដេចតេជោរបស់យើងគាត់បានបញ្ជាក់បងប្អូនជាពិសេសគឺបងប្អូនដែលមានលុយបាតបងប្អូនដែលមានលុយបាតច្រើនគឺអាចមានហានិភ័យបងប្អូនទៅថ្ងៃបើសិនជាស្ថានភាពតាមព្រំដែនទំនាក់ទំនងកម្ពុជាថៃនឹងវិលមករកភាពល្អឡើងវិញនោះវាមិនស្អីទេបងប្អូនបើសិនបើស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅនោះនឹងលំបាកហើយបងប្អូនសម្រាប់អ្នកដែលមានលុយបាតច្រើនអញ្ចឹងឱកាសពេលនេះគឺជាឱកាសដែលល្អសម្រាប់បងប្អូនដែលចង់ដូរលុយបាតទៅជាលុយរៀលឬក៏ដុល្លារវិញបងប្អូនព្រោះថាស្ថានភាពបច្ចុប្បន្នគឺអាចប្រែប្រួលគ្រប់ពេលគ្រប់វេលាបងប្អូនសូមអរគុណ